ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស Andy Burnham ជួបគ្នានៅឯទីបញ្ជាការកងទ័ពជើងទឹកមួយរបស់ចក្រភពអង់គ្លេសដែលនៅទីនោះនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអង់គ្លេសរូបនេះនៅតែសច្ចាជួយអ៊ុយក្រែនផ្ដល់ជំនួយទៅអ៊ុយក្រែននិងធ្វើទំនាក់ទំនងយោធាជាមួយអ៊ុយក្រែនជានិច្ចគឺមិនបោះបង់ចោលអ៊ុយក្រែននោះទេមិនតែប៉ុណ្ណោះមេដឹកនាំនៃប្រទេសទាំងពីរបានឈានដល់ការធ្វើកិច្ចសហប្រតិបត្តិការយោធាលើវិស័យបច្ចេកទេសនៃការផលិតដ្រូនការប្រើប្រាស់ដ្រូនដែលជាអាវុធអេឡិចត្រូនិកដ៏សំខាន់បំផុតនាពេលនេះដែលអ៊ុយក្រែនប្រើប្រាស់យ៉ាងសកម្មប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់មហាអំណាចរុស្ស៊ីជំនួបរបស់លោក Volodymyr Zelensky និងនាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេសគឺជាជំនួបប្រវត្តិសាស្ត្ររវាងប្រទេសនៅអឺរ៉ុបទាំងពីរនេះខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដល់ក្រុម 7 Info ដែលមានដូចតទៅនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសលោក Andy Burnham បានមានជំនួបជាមួយនឹងគ្នាកាលពីថ្ងៃច័ន្ទទី27កក្កដានៅឯមូលដ្ឋានកងទ័ពជើងទឹកអង់គ្លេសតែម្ដងអ្នកទាំងពីរបានពិភាក្សាអំពីគម្រោងយន្តហោះគ្មានមនុស្សបើករួមគ្នានឹងតម្រូវការបន្ទាន់របស់អ៊ុយក្រែននៅក្នុងការទទួលឲ្យបាននៅប្រព័ន្ធស្ទាក់ចាប់មីស៊ីប្លង់ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីដំណើរទស្សនកិច្ចរបស់លោក Zelensky គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសចាប់តាំងពីលោក Burnham ឡើងកាន់តំណែងកាលពីមួយសប្តាហ៍កន្លងទៅហើយនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបង្ហាញពីការគាំទ្របន្តទៀតរបស់ចក្រភពអង់គ្លេសចំពោះទីក្រុងគីវដើម្បីការពារខ្លួនពីការឈ្លានពានទ្រង់ទ្រាយធំរយៈពេល4ឆ្នាំរបស់រុស្ស៊ីអ្នកកាន់តំណែងមុនរបស់លោកគឺលោក Keir Starmer គឺជាបរិយាដែលបដូរផ្ដាច់មួយរូបនៅក្នុងការជួយអ៊ុយក្រែនតតាំងនឹងសង្គ្រាមរុស្ស៊ីកាលពីជាង2សប្តាហ៍មុននឹងចាក់ចេញពីតំណែងលោកបានធ្វើដំណើរទស្សនកិច្ចចុងក្រោយមួយហើយលោកមានគម្រោងទៅទស្សនាក្នុងពេលឆាប់ៗនេះលោក Burnham គឺជានាយករដ្ឋមន្ត្រីអង់គ្លេសទី5ហើយដែលលោក Zelensky បានចាប់ដៃដោះស្រាយនិងទទួលយកនៅជំនួយរបស់អង់គ្លេសចាប់តាំងតែពីរុស្ស៊ីចាប់ផ្ដើមសង្គ្រាមនៅក្នុងឆ្នាំ2022លោក Burnham បានប្រាប់លោក Zelensky ថាអ្នកគឺជាមេដឹកនាំដំបូងគេដែលខ្ញុំបានស្វាគមន៍ដោយផ្ទាល់ចាប់តាំងពីឡើងកាន់តំណែងមិនមែនជារឿងចៃដន្យឡើយនេះគឺជាសារដ៏ច្បាស់លាស់មួយដែលថាអ៊ុយក្រែន 100% នៅជាមួយអង់គ្លេស 100% នៅជាមួយនឹងអ៊ុយក្រែនលោក Zelensky បានបន្តថាទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺរឹងមាំជាងពេលណាទាំងអស់កិច្ចប្រជុំនេះធ្វើឡើងនៅលើនាវាផ្ទុកយន្តហោះដ៏ល្បីល្បាញបំផុតធំបំផុតរបស់អង់គ្លេស HMS Queen Elizabeth ដែលចតនៅ Portsmouth នៅឆ្នេរសមុទ្រភាគខាងត្បូងនៃអង់គ្លេសកាលឡើងមួយថ្ងៃមុនលោក Zelensky ត្រូវបានគេរំពឹងថានឹងជួបប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុង Washingtonលោក Burnham បានប្រាប់ឲ្យដឹងថានេះជាតម្រូវការរបស់ទីក្រុងគីវសម្រាប់ការចង់បានប្រព័ន្ធស្ទាក់បន្ថែមទៀតដើម្បីបាញ់មីស៊ីប្លង់របស់រុស្ស៊ីវានឹងជួយការពារហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់អ៊ុយក្រែននៅក្នុងរដូវរងាខាងមុខលោក Burnham បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថាយើងបានដកយករឿងមួយចំនួនឥឡូវនេះជាមួយនឹងដៃគូរបស់យើងរុស្ស៊ីបានបង្កើនការវាយប្រហារលើស្ថានីយ៍ប្រេងឥន្ធនៈកន្លែងផលិតថាមពលនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងយុទ្ធនាការទូលំទូលាយដើម្បីដាក់សម្ពាធលើបណ្ដាញដឹកជញ្ជូននិងថាមពលរបស់អ៊ុយក្រែនលោក Zelensky ក៏បានឲ្យដឹងថាមេដឹកនាំអង់គ្លេសបានពិភាក្សាជាមួយនឹងលោកអំពីការផលិតការការពារជាតិរួមគ្នាចក្រភពអង់គ្លេសនិងអ៊ុយក្រែនមានកិច្ចព្រមព្រៀងរួចហើយដើម្បីធ្វើការរួមគ្នាលើយន្តហោះគ្មានមនុស្សបើកថ្មីនេះហើយលោក Zelensky បានប្រាប់ Sky News ឲ្យដឹងថាលោកនឹងសាងសង់រោងចក្រធំមួយនៅក្នុងប្រទេសអង់គ្លេសរដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានជួបជាមួយនឹងបុគ្គលិកយោធាអ៊ុយក្រែនជាង200នាក់ដែលបានចំណាយពេល3សប្តាហ៍នៅក្នុងទឹកដីអង់គ្លេសនេះដើម្បីរៀបចំនៅការធ្វើសម្ពយុទ្ធមួយមានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែនក៏ដូចជាវិធានការដើម្បីទប់ទល់នឹងមីននៅក្នុងសមុទ្រខ្មៅ Burnham បានប្រកាសថាចក្រភពអង់គ្លេសនឹងផ្ដល់ឲ្យអ៊ុយក្រែននៅកម្មសិទ្ធិបញ្ញានៅពីក្រោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Stone Cloud ដែលមានសមត្ថភាពរំខានដល់ការការពារដែនអាកាសរបស់រុស្ស៊ីដើម្បីបញ្ឈប់យន្តហោះគ្មានមនុស្សបើកពីការរកឃើញអ៊ុយក្រែនបានពង្រីកយុទ្ធនាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ខ្លួនចូលយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ីកំណត់គោលដៅទៅលើទីតាំងផលិតប្រេងរោងចក្រយោធាថ្មីនេះក៏ដូចជាមជ្ឈមណ្ឌលភស្តុភារកម្មដែលនាំយកសង្គ្រាមត្រឡប់ចូលទៅដល់ទឹកដីរុស្ស៊ីវិញដាក់សម្ពាធទៅលើមនុស្សរាប់ពាន់លាននាក់ជាពិសេសគឺលោក Vladimir Putin តែម្ដងការវាយឆ្មក់របស់អ៊ុយក្រែននេះបានកំពុងធ្វើឲ្យលោក Putin ជួបនឹងការឈឺក្បាលខ្លាំងបំផុតមួយដែលជីវិតប្រជាជនសាមញ្ញរបស់ប្រទេសលោកកំពុងជួបប្រទះនូវបញ្ហា
រុស្ស៊ីក៏បានបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនដែលបាញ់ផ្លោងជាប្រចាំទៅលើទឹកដីអ៊ុយក្រែនដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកយោងតាមកងទ័ពអាកាសអ៊ុយក្រែនរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនម្ដងទៀតហើយដោយប្រើប្រាស់នៅដ្រូនរាប់រយគ្រឿងតាមអ៊ីវ៉ាន់ហ្វេដឺរ៉ូបានឲ្យដឹងថានៅទីក្រុងហ្សាប៉ូរីស៊ីយ៉ាមនុស្សចំនួន1រូបបាត់បង់ជីវិតនិង2រូបរងរបួសហើយតាមវីតាលីការ៉ាបូណូដែលជាប្រធានរដ្ឋបាលយោធាក្រុងហ្សាប៉ូរីស៊ីយ៉ាបានឲ្យដឹងថាការវាយប្រហារក៏បានសម្លាប់មនុស្សចំនួន1នាក់និងរបួស8នាក់នៅតំបន់ចិត្តគ្នាផងដែរគឺខាគីវយោងតាមប្រធានរដ្ឋបាល Alexander Hazan នៅក្នុងតំបន់ឌីប្រូប៉ាត្រូវក៏បានលើកឡើងថារុស្ស៊ីបានបំផ្លាញសាលាមត្តេយ្យអគារលំនៅដ្ឋាននៃថារចនាសម្ព័ន្ធធ្វើឲ្យស្ត្រីម្នាក់និងក្មេងប្រុស6នាក់រងរបួសខាគីវភាគខាងកើតតែម្ដងសមាជិកក្រុមប្រឹក្សាតំបន់ Oleg Skor បានឲ្យដឹងថាកងកម្លាំងរុស្ស៊ីបានបំផ្លាញស្ថានីយ៍ប្រេងឥន្ធនៈតាមបណ្ដោយផ្លូវ Highway ខាគីវនិងប៉ូតាវ៉ាដែលមានចម្ងាយ150គីឡូម៉ែត្រផ្លូវ Highway នេះគឺជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយដែលភ្ជាប់ខាគីវគឺជាទីក្រុងធំទី2របស់ប្រទេសនិងជាមជ្ឈមណ្ឌលតំបន់នៅជិតព្រំដែនរុស្ស៊ីជាមួយនឹងអ៊ុយក្រែនក្រសួងការពារជាតិរ៉ូម៉ានីបានដឹងថាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនមួយរយៈខ្លីមុនពេលឆ្លងកាត់ព្រំដែនទន្លេជាប់នឹងប្រទេសអ៊ុយក្រែនជាទីតាំងដែលមានការផ្ទុះមួយត្រូវបានរាយការណ៍នៅពេលក្រោយមកក្រសួងការពារជាតិរ៉ូម៉ានីបានដឹងថាយន្តហោះចម្បាំង F-16 2គ្រឿងត្រូវបានដាក់ពង្រាយភ្លាមៗដើម្បីត្រួតពិនិត្យដែនអាកាសនៅក្នុងពេលនេះហើយថាការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចូលដែនអាកាសរ៉ូម៉ានីបានកើតឡើងជាលើកទី4ហើយយន្តហោះគ្មានមនុស្សបើក3គ្រឿងមុនត្រូវបានបាញ់ទម្លាក់ដោយសមាជិកយោធា NATO នៅទីក្រុងមូស្គូក្រសួងការពារជាតិរុស្ស៊ីបានអះអាងវិញថាកងកម្លាំងការពារដែនអាកាសរបស់ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនរហូតដល់ទៅ276គ្រឿងក្នុងមួយយប់អភិបាលតំបន់រ៉ូស្ទៅលោកយូរីស៊ូសាបានមានប្រសាសន៍ថាមនុស្ស5នាក់កុមារម្នាក់បានស្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿងបានវាយប្រហារអគារអាផាតមិនមួយនៅរ៉ូស្ទៅអ៊ុនដុនអគ្គសេនាធិការយោធាអ៊ុយក្រែនបានដឹងថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារស្ថានីយ៍នាំចេញមួយកន្លែងនៅរ៉ូស្ទៅអ៊ុនដុនហើយយោធាអ៊ុយក្រែនបានដឹងថាការវាយប្រហារនៅក្នុងតំបន់ខឺសុនដែលកាន់កាប់ដោយទីក្រុងមូស្គូគឺសំដៅទៅលើស្ថានីយ៍បញ្ជូនដោយដ្រូននិងស្ពានមួយឆ្លងកាត់សមុទ្រ Henichek ដែលរុស្ស៊ីប្រើប្រាស់សម្រាប់ភស្តុភារយោធាឃ្លាំងប្រេងឥន្ធនៈនិងឃ្លាំងផ្គត់ផ្គង់របស់រុស្ស៊ីក៏ត្រូវបានរងការវាយប្រហារផងដែរយោងតាមមន្ត្រីសង្គ្រោះបន្ទាន់នៅក្នុងតំបន់បានដឹងថានៅក្នុងទីក្រុង Belgorod ភាគនិរតីនៃប្រទេសរុស្ស៊ីជិតព្រំដែនជាមួយនឹងអ៊ុយក្រែនដ្រូនរបស់អ៊ុយក្រែនបានធ្វើឲ្យមនុស្ស12នាក់រងរបួសរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាសអារគីនៅក្នុងពេលនេះក៏បានឲ្យដឹងថានៅឯសមុទ្រកាស្ពីយនមានការវាយប្រហារពីសំណាក់អ៊ុយក្រែនមកលើនាវារបស់អ៊ីរ៉ង់ធ្វើឲ្យនាវិកម្នាក់ស្លាប់ការអះអាងរបស់លោកអារគីគឺជាការអះអាងថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនថាជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិដែលធ្វើឡើងតាមបញ្ជារបស់អ៊ីស្រាអែលចង់អូសទាញអឺរ៉ុបឲ្យចូលទៅក្នុងសង្គ្រាមនេះលោកអារគីបានលើកឡើងថាលោកបានហៅទូរស័ព្ទទៅកាន់ប្រធានគោលនយោបាយការបរទេសអឺរ៉ុបកាជាកាឡាស់និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ដែលចាត់ទុកថាការវាយប្រហារនេះមិនអាចទុកចោលដោយគ្មានចម្លើយបាននោះទេលោក Zelensky បានដឹងថាការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននៅក្នុងសមុទ្រកាស្ពីយនបានលទ្ធផលល្អហើយបន្ថែមថាគោលដៅទាំងនោះរួមមាននាវាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញយោធាដែលភ្ជាប់ទៅនឹងអ៊ីរ៉ង់ក៏ដូចជានាវាចម្បាំងមួយគ្រឿងទៀតរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andriy Sybiha បានច្រានចោលការគម្រាមកំហែងសងសឹករបស់អ៊ីរ៉ង់ថាជារឿងមិនសមហេតុផលនិងគ្មានមូលដ្ឋានដោយលើកឡើងថាការផ្គត់ផ្គង់អាវុធរបស់ទីក្រុងតេហរ៉ង់ដល់រុស្ស៊ីបានធ្វើឲ្យវាក្លាយទៅជាអ្នកសំគំនិតមួយដែលផ្ទាល់ចំពោះការឈ្លានពានរបស់ទីក្រុងមូស្គូហើយបានលើកឡើងថាអ៊ីរ៉ង់គ្មានសិទ្ធិធ្វើពុតជាជនរងគ្រោះនោះទេអ៊ីរ៉ង់ត្រូវតែស្គាល់ពីធម្មនុញ្ញអង្គការសហប្រជាជាតិពីអ្វីដែលសមហេតុផលមិនសមហេតុផលសាបេហ៊ីបានមានប្រសាសន៍ទៀតថាសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់គ្រាន់តែជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍ពីការវាយប្រហាររបស់រុស្ស៊ីមកលើការដឹកជញ្ជូនស៊ីវិលនៅសមុទ្រខ្មៅដែលជាចំណុចនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទទី3សីហាខាងមុខនេះវិភាគមួយចំនួនបានលើកឡើងថាសម្រាប់រដ្ឋការរបស់លោកដូណាល់ត្រាំគឺចង់បែងចែកសង្គ្រាមអ៊ីរ៉ង់និងអ៊ុយក្រែនដាច់ពីគ្នាហើយបើសិនជាសង្គ្រាមបានកើតមានឡើងនោះវានឹងបង្កើតនៅភាពស្មុគស្មាញដល់ទៅសហរដ្ឋអាមេរិកច្រើនទៅវិញនោះទេតែអ្នកវិភាគដូចជាប្រធានកម្មវិធីរុស្ស៊ីនៅអឺរ៉ាស៊ីនៃសាកលវិទ្យាល័យ TUF លោក Mikhail Trotsky បានលើកឡើងថាទីក្រុងតេហរ៉ង់ទំនងចង់ស្វែងរកការគាំទ្រពីទីក្រុងមូស្គូដែលទំនងមិនផ្ដល់ការស្នើសុំទាំងអស់របស់អ៊ីរ៉ង់នោះទេប៉ុន្តែអាចជាការផ្ដល់ឲ្យត្រឹមព័ត៌មានស៊ើបការណ៍សម្ងាត់និងឧបករណ៍មួយចំនួន